ចឹងកន្លែងនេះបើសិនជាវាទាជាមួយនឹងជាឲ្យបងប្អូន login Gmail បងប្អូនកុំ login ហើយបើសិនជាបងប្អូនធ្វើការ login បងប្អូននឹងត្រូវតែបង់លុយទៅឲ្យក្រុមហ៊ុន Telegram អញ្ចឹងសម្រាប់បងប្អូនដែលចង់បង្កើត Telegram បានដោយជោគជ័យ 100% បងប្អូនអាចមើលវីដេអូនេះបានហើយសាកតាមវិធីមួយនេះទៅខ្ញុំធ្វើវាបានជោគជ័យហើយអូខេសួស្តីបងប្អូនទាំងអស់គ្នាណាអញ្ចឹងដើម្បីបង្កើត Telegram បានដំបូងយើងបងប្អូនឃើញទូរស័ព្ទមួយទៀតនៅkiaនេះអញ្ចឹងយើងត្រូវ share អ៊ីនធឺណិតពីទូរស័ព្ទមួយចូលកាន់ទូរស័ព្ទមួយដែលយើងកំពុងតែបង្កើតគណនី Telegram អញ្ចឹងណាអូខេអញ្ចឹងដើម្បីធ្វើការបង្កើតគណនី Telegram បានអញ្ចឹងជាដំបូងបងប្អូនយកអាទូរស័ព្ទមួយទៀតដែលនៅជិតបងប្អូនហ្នឹងចូលមកធ្វើការបើក hotspot វាសិនមកអញ្ចឹងនេះខ្ញុំសូមបង្ហាញពីការបើក hotspot បងប្អូនអាចអូសពីលើចុះមកបងប្អូនឃើញនេះរូបគេដាក់ថា hotspot អញ្ចឹងខ្ញុំនឹងសរសេរអក្សរឲ្យបងប្អូនទាំងអស់គ្នាបើសិនជាបងប្អូនឃើញទេបងប្អូនចូលទៅកាន់ setting ទូរស័ព្ទរបស់បងប្អូនបណ្ដោយមករួចធ្វើការចុច search នៅខាងលើហ្នឹងមកបងប្អូនណាវាលឿនជាងអញ្ចឹងយើងធ្វើការចុច search វាមកតោះបងប្អូនវាយពាក្យថា hotspot ដូចមុនហ្នឹងអញ្ចឹងបងប្អូននឹងឃើញពាក្យ hotspot នេះវាមានច្រើនហើយអូខេអញ្ចឹងយើងធ្វើការចុចមកឥឡូវហ្នឹងបងប្អូនណាអូខេច្រឡំបងប្អូនមិនមែនកន្លែងហ្នឹងទេបងប្អូនយកពាក្យថា personal hotspot នេះបងប្អូនឃើញអាចខាងក្រោមគេហ្នឹងហ្នឹងអូខេ personal hotspot ហ្នឹងតោះមកបងប្អូនធ្វើការបើកវាហ្នឹងអូខេនេះគឺជាការ share អ៊ីនធឺណិតពីទូរស័ព្ទរបស់យើងមួយហ្នឹងទៅកាន់ទូរស័ព្ទមួយទៀតដែលធ្វើការបង្កើត Telegram អញ្ចឹងទូរស័ព្ទដែលយើងបង្កើតហ្នឹងយើងធ្វើការមក join ជាមួយ file ដែលយើង share ពីទូរស័ព្ទហ្នឹងទៅអញ្ចឹងយើងធ្វើការ join វាបងប្អូនបន្ទាប់ពីយើង join ហើយយើងធ្វើការបង្កើត Telegram ហ្នឹងទៅធម្មតាទៅអូខេហើយអ្វីដែលពិសេសហ្នឹងពេលបងប្អូនបង្កើតនេះបងប្អូនចូលមកដល់កន្លែងហ្នឹងបងប្អូនចូលមកដល់ពេលបងប្អូនវាយលេខហើយចូលមកវាមិនដល់កន្លែងហ្នឹងកន្លែងនេះគឺវាតម្រូវឲ្យបងប្អូន login Gmail តែបងប្អូនកុំដាក់ Gmail ណាបងប្អូនចុចចេញម្ដងហើយបងប្អូនចុចចូលមកវិញម្ដងទៀតមកអញ្ចឹងលើកទី2ឬក៏អត់បានទេដាក់បងប្អូនចូលមកលើកទី3បងប្អូនឃើញណាគឺលើកទី2មកយើង back ហើយយើងចូលមកវិញគឺយើងធ្វើការបានលេខកូដពីក្រុមហ៊ុន Telegram ហើយអញ្ចឹងកន្លែងនេះគឺជាចំណុចសំខាន់ដែលបងប្អូនគួរតែដឹងបងប្អូនមិនគួរបំពេញemail ចូល Telegram របស់បងប្អូនទេបើសិនជាបងប្អូនបំពេញ email នឹងចូលពេលដែលវាទាហ្នឹងគឺបងប្អូនត្រូវតែបង់លុយទៅឲ្យក្រុមហ៊ុន Telegram ហើយអូខេអញ្ចឹងសម្រាប់កលឹះនេះបងប្អូនអាចសាកបានជោគជ័យ 100% ពីព្រោះអីខ្ញុំសាកល្បងហើយប៉ុន្តែបើសិនជាបងប្អូនធ្លាប់ login ជាមួយ Gmail ហើយអានឹងវារៀងពិបាកបន្តិចហើយអញ្ចឹងណាអូខេបងប្អូនអាចយកលេខផ្សេងមកបង្កើតសិនបានដោយសារតាមវិធីហ្នឹងអូខេអញ្ចឹងសម្រាប់វីដេអូនេះគឺមានប៉ុណ្្នឹងឯងយើងនឹងជួបគ្នានៅវីដេអូក្រោយទៀតបើសិនជាបងប្អូនចូលចិត្តកុំភ្លេចជួយចុច like ឬក៏ share វីដេអូនេះម្នាក់មួយផង